តោះថ្ងៃនេះយើងមកទៅជែកគ្នារឿង market structure shift ខ្ញុំគិតថាអ្នកនរគ្នាធ្លាប់ឮហើយ MAS ហ្នឹងហើយធ្លាប់ឃើញគេជួនកាលអ្នកខ្លះគេគូសមួយចឹងមកគេដាក់អាសញ្ញា XX ចេះ3អាហ្នឹងទៅតាម style ឯងបើណាយើងយកឲ្យត្រឹមត្រូវវាឈ្មោះវាគឺ market structure shift អក្សរកាត់ Michael Cortese គឺ MSS តែយើងចង់ដឹងថា market structure shift ហ្នឹងគឺជាអ្វីហើយមានសារៈសំខាន់ម៉េចយើងមកមើលទាំងអស់គ្នានេះ what is MAS market structure shift market structure shift គឺជាសញ្ញាដំបូងដែលបង្ហាញថាទិសរបស់ទីផ្សារណាវាផ្លាស់ប្ដូរបើន័យថាឥឡូវវានៅទិសខាងលើវាបើណាវាមាន market structure shift វាបង្ហាញថាវាដូរទិសពីខាងលើមកខាងក្រោមអញ្ចឹងបើវានៅខាងក្រោមវាមាន market structure shift វាបង្ហាញថាផ្សារវាគឺដូរទិសពីក្រោមទៅលើអញ្ចឹងណាអូខេបើន័យថាចុះតម្លៃវាកើតឡើងនៅពេលណាតម្លៃវាកើតឡើងនៅពេលដែលវាបំបែក swing high បានមានន័យថា short term swing high វាឬក៏ short term swing low វាក្នុងទិសដៅប្រច្រាស់គ្នាផ្ទុយគ្នាពី trend ចាស់ធម្មតា trend ចាស់វាកើតចេះមកវាមាន short term swing មួយចឹងមកកាលណាវាមាន displacement មកបិទអា short term swing នឹងបានអានោះវាកើត market structure shift អញ្ចឹងហើយចាំយើងទៅមើលនៅឧទាហរណ៍ទាំងអស់គ្នាអានេះវាជាទ្រឹស្ដីណាពេលដែលវាធ្វើ shift ហើយ market structure trend ចាស់យើងគឺប្រើការលេងកើតហើយបាទនេះ trend ចាស់យើងគឺលេងប្រើការកើតហើយអញ្ចឹងអា bullish របស់វានៅពេលវា bullish មកនោះវា create market structure shift ហើយវាលេងជា bullish ទៀតហើយវានឹងដូរមក bearish វិញនៅពេលដែលវា create market structure shift បានអញ្ចឹងណាតោះយើងមើលរបៀបសម្គាល់ market structure shift ជួយមើលទៅសេរបៀបស្គាល់វាមាន high ហើយនឹង high low high low អញ្ចឹងវានៅ bullish វិញចេះ structure market structure high low អញ្ចឹងវានៅ bullish ណាអូខេពេលវា bearish គឺវា high វាចេញពី high សំទោសពេលវានៅខាង bearish វាចេញពី lower high មក lower low មិនអញ្ចឹងចានេះយើងចាំបានអត់market structure ដែលវាមាន create ឲ្យកើត break of structure ចាំបានអត់ជ្រាបដាច់អស់ហើយទេហ៎តោះយើងទៅមើលទៀតជំហានសម្គាល់ផ្សេងទៀតវាមាន high និង high low សំទោសអានេះខ្ញុំដាក់អង់គ្លេសផងវាជន់គ្នាណាឥឡូវយើងមើលរបៀបបន្ទាប់មកអញ្ចឹងអានេះអត់ទេវាត្រូវគ្នាមកនេះបន្ទាប់មកគឺយើងមាន protected high ឬក៏ protected low អាហ្នឹងជាអីគេ protected high protected low មានចាំបានខ្ញុំប្រាប់ហ៎ protected high protected low ហ្នឹងគឺ high resistance liquidity high resistance liquidity high ហើយនឹង high resistance liquidity low អាហ្នឹងជា protected high ឬក៏ protected low ឬមួយក៏វាមាន SMT នៅក្នុងហ្នឹងអាហ្នឹងក៏វាជា high វាជា protected high ឬក៏ protected low ក្នុងករណីខាងលើវាមាន SMT វា protected high ក្នុងខាងក្រោមវាមាន SMT វា protected low អូខេពេលដែលមាន protected អាហ្នឹងយើងត្រូវតែរងចាំ displacement ដូចខ្ញុំនិយាយអញ្ចឹងណាកាលណាវាកើតមកបានវាទល់តែទី1វាមាន swing high ទី2វាមាន protected high ទី3វាមាន displacement អូខេហើយបិទ close បិទ structure ណាមិនមែនបិទ wick ទេណានេះខ្ញុំ note ឲ្យនេះគឺ wick អត់យកជា
MS បានទេត close ជា body ត close ជា body បានយកជា market structure មានពីណាគេសួរខ្ញុំថ្ងៃមុនថាខ្ញុំអានេះ candle នេះវាបិទទៅវាបិទបានថា wick ការប្រើការអត់បានទេ market structure គឺប្រើបានទេទាំង CISD ដូចគ្នាណាអ្នកខ្លះគេប្រើ CISD ចាក់មកកាន់ប៉ះតា wick អាយ៉ែទៅវិញគេយកជា CISD អត់បានទេតើវាបិទជា body អានោះបានគេហៅថា high probability អូខេហើយយើងមើលទៅមុខទៀតរូបរាងវា yeah high resistance high protected low high resistance low នៅក្នុងMarian Feather Swing របស់យើងឃើញវាជាប់គ្នាអត់វាជាពាក់គ្នាអញ្ចឹងមិនខ្ញុំរុញមកឲ្យវានៅជាមួយគ្នាទាំងអស់ហើយយើងមកមើល form វាមិន bullish MS គឺវាបំបែក lower high ណាកាលណាវា bearish វាបំបែក high low បាទនេះបើវា bearish វាមកពីលើវាតល់បំបែក high low ព្រោះអានេះ low អានេះ high low អានេះចុះមកបំបែក high low បានវាកើតជា safe mark ព្រោះអានេះវាជា theory ជាទ្រឹស្ដីហើយមិន mark ទ្រឹស្ដីហ្នឹងមិន note ទុកឲ្យចាំខ្លួនឯងទេមិនដឹងខ្ចល់អីទេណាអាហ្នឹងតែ mark តែ note វាមែនទេហើយវាក៏អាចវាប្រើ internal ឬក៏ប្រើ external ដែរក្នុងករណី time frame ធំហើយវាមានprobability ធំដែរល្អដែរណាហ្នឹងចានេះជាទ្រឹស្ដីដែលត្រូវ mark វាខ្ញុំធ្វើខ្លីទេបន្តិចទេហើយយើងមើលសារៈសំខាន់វាគឺវាមិនmarket structure shift ហ្នឹងសារៈសំខាន់វាគឺវាជួយប្រាប់យើងបញ្ជាក់អំពីការបដូរទិសដៅបដូរ trend ពី bullish មក bearish ពី bearish ទៅ bullish វិញអញ្ចឹងទៅហើយយើងហ្នឹងគឺវាបានសម្របខ្លួនតាម smart money កាលណាយើងដឹងអាហ្នឹងយើងធ្វើតាមដំណើរ smart money គេធ្វើវាអាហ្នឹងគេ create វាឡើងអញ្ចឹងយើងបានថាយើងយល់អាហ្នឹងគឺយើងដូចនៅជាមួយ smart money អញ្ចឹងយើងដើរជាមួយគេណាហើយទី3គឺថាយើងសារៈសំខាន់ទី3គឺវាអាចឲ្យយើងគេចផុតពី buy high sell low ណា buy high sell low អាហ្នឹងភាគច្រើនគឺបងនរិនគាត់ចូលចិត្តបងនរិន buy high sell low ក្បាច់គុណគាត់បើនេះខ្ញុំ note នេះបើអត់មាន market structure shift បានន័យថាយើងកំពុងតែទាយបើសិនជាគ្មាន market structure shift ទេយើង trade ហ្នឹងគឺយើងកំពុងអង្គុយទាយតោះយើងរបៀបប្រើវាគឺយើងមើលmarket structure shift យើងប្រើវាបែបម៉េចទី1យើងទៅកំណត់វាមានទៅការ high time frame បាទទី2គឺយើងរងចាំmarket structure shift ហ្នឹងគឺរងចាំវានៅ low time frame អញ្ចឹងយើងដឹងហើយ low time frame វាចេញពីណាមកណាអញ្ចឹងទី3យើងត្រូវមុនបានអានេះយើងត្រូវឲ្យសម្គាល់ថាវាមាន displacement ជួនកាលវាមាន market structure shift ដែរតែវាបិទអន្តិមាន market structure shift ប៉ុន្តែអត់ work ទេតើតាវាជា displacement មិនន័យថាឈុចចឹងមកយល់ displacement កាន់ដោះហើយបន្ទាប់មកទៀតបន្ទាប់ពី displacement ហើយវាមាន FVG វាមាន order block អីវាបើកបិទ order block អីត្រឹមត្រូវអាហ្នឹងបានយើងរកកន្លែង execute បានអញ្ចឹងចាអានេះវាលើសហើយខ្ញុំដាក់5 6នេះវាលើសអញ្ចឹងពួកយើងវាមិនតាន់ដល់កន្លែងហ្នឹងទេប៉ុន្តែខ្ញុំគាត់ថា note mark ឲ្យដឹងហើយ TP វាអាហ្នឹងទៅមុខទៀតមិនដឹង entry វានោះក៏ដោយដែរអញ្ចឹង market structure shift ហ្នឹងគឺបានថាពេលវាកើតមកវាមិនមែនឲ្យយើង entry ភ្លាមទេយើងទៅរងចាំស្អី high hole មកណាខ្ញុំអត់ប្រាប់ទេព្រោះអានេះមេរៀននេះខ្ញុំមិន
บริเวณเอายังแต่ entry ยมบริเวณเอายังมือเอาเคยถ้าเอาไว้เตยจี market successive ว่าเอายังจับ market successive หน่อยบานเอาจวบดำไปยังแต่ละ homework มาแต่ยังมืออุติหอนะอุติหอคือซากระพงตะแบรี่คือตะไหลเวียเปบซาไปกระพงตะแบรี่คือตะไหลเวียบำใบ lower high ហើយវាមាន bullish displacement ឃើញទេ bullish displacement វារត់ពីក្រោមទៅលើយ៉ាងខ្លាំងណាក្នុង displacement យើងដឹងហើយវុបពី3 candle ដែលមាន FG មាន create បាន order block CISD នឹងមកអាហ្នឹងគេហៅ displacement អាហ្នឹងស្អែកខ្ញុំដាក់ឲ្យមួយទៀតមេរៀនបន្តិចដែរតិចអញ្ចឹងហើយយើងរងចាំវា retracement ចូលមកអាកន្លែងដែលពេលវា displacement ទៅវាបើកមាន FG មានអីចឹងយើងរងចាំវាធ្លាក់ចុះមកអញ្ចឹងប៉ាន់យើងចាត់ចែងវាហ្នឹងណាចា berry វាដូចគ្នាទេ berry វាដូចគ្នាចឹងចាំមើលឧទាហរណ៍នៅក្នុងអីឆាតជាក់ស្ដែងអានេះខ្ញុំកិនដាក់នៅក្នុងមេរៀនយើងឲ្យយើងមើលដឹងអានេះថ្ងៃមិញនេះអានេះគឺចលនាផ្សារថ្ងៃមិញយើងឃើញទេមក short term swing low នេះឃើញទេអានេះអីគេនេះអានេះអានៅអង្កលដែលវាមិនទាន់អានេះមិនទាន់មកបិទអានេះវាជាអីlower high អានេះជា lower high អញ្ចឹងពេល create មកបានអីគេ lower low ចាក់ចំចូល internal liquidity ដូចនៅក្នុងមេរៀនយើងមិញ internal liquidity វាចាក់មក internal liquidity ហើយវាប៉ះ key level high time frame អញ្ចឹងវាត្រូវ create market successive យើងឆ្ងល់អានេះមិនមាននោះនេះអានេះកុំទៅខ្វល់វាតើវាកើត market successive ចេះវា displacement ចេះវាមកអានេះវាអត់ទាន់ create បានទេហើយវាឡើងអានេះមកទៅវា create បាន market successive នៅនេះតែអត់ស្អាតយើងចាប់យកលើមកវាផ្ដាច់ប្រើ FG នេះមកឃើញទេដល់ចឹងហើយបានវាមានកន្លែង execute ដោយសារវាមាន array support price bullish មកបានយើង execute អីយើងសឡឹងទៅdraw liquidity វាមកអញ្ចឹងហើយបានបូរីដាក់ថ្ងៃមិញបានមកប៉ុយហ៎នេះឃើញទេនេះ displacement ហើយអានេះវាទៅជា shift ចាប់ទៅនេះក៏មិនខុសដែរនេះ shift នេះ CISD នេះ CISD ទៅនេះឃើញទេយើងមេរៀននេះអត់បាក់ទេយើងចាំយើងព្យាយាមមើលហើយវាយើង note វាតិចទៅយើងចាំយើងណែធ្វើជា homework យើងគូសវាដាក់មកអ្នកដែលអត់មាននៅក្នុង homework យូរទៅខ្ញុំ remove ហើយប្រហែលពួកអត់រៀនជិលcommon mistake អានេះកំហុសឆ្គងដែលអាចកើតឡើងគឺថាយើង trade នៅ break តូចនេះណាកន្លែងមិញណាមានឆាប់តិចហ្នឹងយើងចូលដែរណាបាទទី2យើងអត់គិតទេអត់គិត high time frame ទេបាទ market successive វាអាចកើតនៅចន្លោះ range អីមានណាវាអាចកើតបានបើអត់ប៉ះ key level ទេងាប់បាត់បាយអះហ្នឹងសំខាន់ណាស់អញ្ចឹងខ្ញុំដាក់ high time frame key level ហ្នឹងខ្ញុំដាក់តែប៉ុណ្្នឹងវាគ្រប់គ្រាន់ហើយទី3យើងប្រើ wick ជំនួសឲ្យ close នេះថានេះអាកន្លែង candle ដែលបិទឲ្យកើត market successive ណាឧបមាថាវាមានវាបិទតែ wick សោះអញ្ចឹងឡើងមកយកតែ wick វាមកបិទតែហ្នឹងរួចយើងចាប់ជា market successive អាហ្នឹងបត់កអាហ្នឹងអត់អាចទៅរួចដែរឃើញខ្ញុំទៅសេឲ្យច្បាស់ណាហើយទី3វាអត់មាន displacement ឃើញទេយើងមើលនេះឃើញទេនេះ displacement រត់មក candle មក1ម៉ែត្រអានេះឈប់1ម៉ែត្រមកទៀតមកបានគេហៅវាហ្នឹងជា displacement អានេះវាជា impulse នេះវា impulse មករក key level អានេះវាជា displacement ឃើញអត់ពេលហ្នឹងប្រាយគឺវាតែងតែធ្វើ retracement មកយក key ឬក៏ array support price ហ្នឹងឯងអូខេណាឃើញទេបើអត់ displacement គឺបត់កកអញ្ចឹង entry លឿនពេកក៏ងាប់ដែរឧទាហរណ៍ថានេះមិនរត់ដល់រនេះខ្លាចផ្សាររត់ចោលមែនអត់បងនរិនអីអាសាញឹកខ្លាចផ្សាររត់ចោលបើ entry នេះអានេះមកដល់នេះភ្នែកនៅលក់សល់អកនៅចង្កបាទរំរត់មក TP យើងយល់អញ្ចឹងវាទាំងអស់ហ្នឹងខ្ញុំធ្វើវាខ្ញុំ break down វាខ្លីៗអញ្ចឹងទេឲ្យស្រួលរៀនណាខ្ញុំជឿថាទាំងអស់គ្នាណែប្រកាសជាផ្លែផ្កាណាផ្លែផ្កាអញ្ចឹងខ្ញុំ
ខ្ញុំបិទ record នេះមួយចាំយើង record មួយទៀតតាក់ទងនឹងឆាតជាក់ស្ដែងអូខេអាហ្នឹងយើងបើក mic សួរមកស្រឡាញ់